ការថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសថៃនៅក្នុងសន្និបាតអង្គការសហប្រជាជាតិគឺជាការថ្លែងការណ៍មួយដែលគេមើលឃើញថាគឺជាការថ្លែងការណ៍មួយដែលបានដំអុញដំអែប្រាប់ពិភពលោកថាខ្លួនគឺជាប្រទេសដែលរងគ្រោះលោកអ្នកត្រូវដឹងថាជាតិសាសន៍ថៃនេះគឺជាជាតិសាសន៍មួយដែលយល់ថាខ្លួនឯងគឺជាជាតិសាសន៍ដែលមានសេចក្តីថ្លៃថ្នូរជាជាតិសាសន៍ដែលមានអត្តចរិតខ្ពស់ហើយខ្វាយខ្វល់អំពីមុខមាត់របស់ខ្លួននៅលើឆាកអន្តរជាតិខ្លាំងណាស់កម្រិតខ្វល់ខ្វាយអំពីមុខមាត់របស់ថៃជួនកាលវាធ្វើឲ្យថៃត្រូវបានផ្លាស់ប្ដូរនៅទង្វើរបស់ខ្លួនហើយជួនកាលកម្រិតខ្វល់ខ្វាយអំពីមុខមាត់របស់ខ្លួននេះវាមានទំហំធំធេងជាងទឹកដីទៅទៀតក៏ថាបានដែរហើយដើម្បីបានជាយើងត្រូវខ្វល់ខ្វាយអំពីចំណុចនេះនេះក៏ពុទ្ធតែខ្មែរយើងរស់នៅជាថៃដូច្នេះខ្មែរត្រូវតែដឹងអំពីរបៀបគិតរបស់ថៃនិងអត្តចរិតសប្តាហ៍ថ្ងៃរបស់ថៃហើយម្យ៉ាងវិញទៀតនៅក្នុងប្រវត្តិសាស្ត្រអត្តចរិតរបស់ជនជាតិថៃនេះគឺថាធ្លាប់ជាអត្តពលនៅលើជោគវាសនាទឹកដីរបស់ខ្មែរយើងពិតមែនក្នុងការថ្លែងការណ៍នៅអង្គការសហប្រជាជាតិនេះយើងឃើញថាថៃបានព្យាយាមប្រាប់ពិភពលោកថាខ្លួនជាជនរងគ្រោះខណៈពេលដែលខ្លួនបានប្រើប្រាស់នៅអាវុធទំនើបមកវាយប្រហារលើប្រទេសកម្ពុជាខណៈពេលដែលប្រទេសកម្ពុជាប្រើប្រាស់តែកាភ្លើងដៃភ្លើងយន្តខ្លាំងបំផុតគឺត្រឹមតែ BM21 ស៊េរីចាស់តែប៉ុណ្ណោះដូច្នេះពិភពលោកបានមើលឃើញអ្វីដែលថៃកំពុងតែក្រឡាស់ខ្លួនដើម្បីខ្លួននឹងខ្លាយទៅជាជាតិសាសន៍មួយដែលត្រូវបានរងគ្រោះដោយប្រទេសកម្ពុជាក៏ប៉ុន្តែពិភពលោកគេបានដឹងអំពីមុខមាត់ដ៏អាក្រក់របស់ប្រទេសថៃតាមរយៈអ្វីដែលបានកើតឡើងពិភពលោកមិនមែនជាពិភពលោកមួយដែលមិនដឹងរឿងទេដោយសារតែជាសម័យបច្ចេកវិទ្យាដូច្នេះរឿងអ្វីក៏គេបានដឹងឮទាំងអស់នេះដែរយើងសូមកោតសរសើរទៅដល់រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសកម្ពុជាយើងនិងប្រតិខុនដែលបានរៀបរាប់អំពីហេតុការណ៍ដែលបានកើតឡើងក្នុងប្រទេសកម្ពុជាក្នុងនាមជាប្រទេសដែលតូចហើយអ្វីដែលកាន់តែអស្ចារ្យនេះគឺលោកមិនបានបញ្ចេញឈ្មោះប្រទេសណាដែលមានការទាស់ទែងគ្នាជាមួយប្រទេសកម្ពុជាទេប៉ុន្តែថៃខ្លួនឯងគឺជាប្រទេសដែលមានការរអៀសខ្លួនគឺជាសាសដែលខ្វល់ពីមុខមាត់របស់ខ្លួនដូច្នេះរដ្ឋមន្ត្រីការបរទេសថៃដែលមិនពេញសិទ្ធិទៀតនោះគឺបានធ្វើការថ្លែងការណ៍ហើយដូចដែលដឹងហើយថានៅក្នុងប្រទេសថៃគឺរដ្ឋមន្ត្រីមិនទាន់បានប្រកាសនូវគោលនយោបាយរបស់ខ្លួននៅក្នុងប្រទេសថៃឡើយទេដូច្នេះរដ្ឋមន្ត្រីការបរទេសដែលបានទៅប្រទេសUN នោះបានទៅអង្គការសហប្រជាជាតិនោះគឺជារឿងដែលមិនពេញច្បាប់នោះផងដែរដើម្បីលោកអ្នកបានស្វែងយល់អំពីហេតុការណ៍នេះកាន់តែច្បាស់យើងនឹងមានសម្លេងលោកសាស្ត្រាចារ្យស៊ិនសរុនដែលជាមន្ត្រីការទូតរបស់យើងដែលធ្លាប់ជាអតីតធ្វើការនៅក្នុងប្រទេសថៃនៅក្នុងស្ថានទូតប្រទេសកម្ពុជាប្រចាំប្រទេសថៃហ្នឹងគឺលោកមានបទពិសោធន៍ជួបជុំទៅនឹងការងារជាមួយនឹងប្រទេសថៃលោកបានយល់អំពីរបៀបនៃការរស់នៅក៏ដូចជាអត្តសញ្ញាណរបស់ប្រទេសថៃនោះច្បាស់តែម្ដងដូច្នេះសូមស្ដាប់អ្វីដែលលោកសាស្ត្រាចារ្យស៊ិនសរុននឹងធ្វើការជម្រាបលោកអ្នកទាក់ទងជាមួយនឹងរឿងរ៉ាវនេះនៅក្នុងពេលដែលលោកស៊ីហាសាពងខេតកែវបានឡើងថ្លែងការណ៍ក្រោយពីរដ្ឋមន្ត្រីការបរទេសកម្ពុជាគឺលោកប្រាក់សុខុនយើងឃើញថាកាយវិការរបស់ស៊ីហាសាពងខេតកែវគឺមានលក្ខណៈភ័យនិងមានលក្ខណៈហាក់ដូចជាគ្រប់គ្រងអារម្មណ៍មិនសូវបានល្អពីព្រោះថៃក្នុងឋានៈជាប្រទេសឈ្លានពានត្រូវក្លែងខ្លួនធ្វើជាអ្នករងគ្រោះនៅក្នុងវេទិកានៃមហាសន្និបាតអង្គការសហជីវជាតិត្រង់ចំណុចថាស៊ីហាសាពងខេតកែវមិនទាន់ពេញសិទ្ធិជារដ្ឋមន្ត្រីការបរទេសរបស់ថៃហើយទៅថ្លែងការណ៍នៅក្នុងវេទិកាអន្តរជាតិបែបនេះនៅក្នុងរដ្ឋធម្មនុញ្ញរបស់ថៃមានការចែងថានៅក្នុងគណៈរដ្ឋមន្ត្រីរបស់រដ្ឋាភិបាលមួយដែលបានទទួលការប្រោសប្រទានពីព្រះមហាក្សត្រហើយមានសិទ្ធិពេញលេញរបស់គណៈរដ្ឋមន្ត្រីទាំងមូលរួមទាំងនាយករដ្ឋមន្ត្រីផងនោះលុះត្រាតែទៅប្រកាសនៅចំពោះមុខរដ្ឋសភាស្ដីពីគោលនយោបាយរបស់រដ្ឋាភិបាលខ្លួនដូច្នេះនៅក្នុងពេលដែលលោកស៊ីហាសាភួងខេតកែវទៅតំណាងឲ្យប្រទេសថៃតាំងខ្លួនថាជារដ្ឋមន្ត្រីការបរទេសដែលមិនទាន់ពេញសិទ្ធិគ្រប់គ្រាន់ពីព្រោះអីពីព្រោះក្នុងថ្ងៃទី26នឹងបានធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉កថ្ងៃទី27កញ្ញាឆ្នាំ2025ស៊ីហាសាភួងខេតកែវបានឡើងថ្លែងការណ៍រំអួយនៅលើវេទិកាអង្គការសហជីវជាតិនៅក្នុងរដ្ឋធម្មនុញ្ញរបស់ថៃបើប្រសិនណាជាក្នុងករណីដែលរដ្ឋាភិបាលមិនទាន់បានប្រកាសគោលនយោបាយរបស់ខ្លួននៅក្នុងចំពោះមុខសភាទេគណៈរដ្ឋមន្ត្រីនិងនាយករដ្ឋមន្ត្រីនោះមិនទាន់មានសិទ្ធិគ្រប់គ្រាន់ទេក៏ប៉ុន្តែដោយសារតែការព្រួយបារម្ភពាក់ព័ន្ធទៅនឹងការដាច់ដោលឈ្លានពានកម្ពុជារបស់ថៃព្យាយាមចាត់វិធានការនេះដោយតក់កុហលគឺមុនដំបូងថាលោកអនុทิនឆានវីរគុណជានាយករដ្ឋមន្ត្រីនឹងចង់យើងទៅក្រោយមកទៀតថាអត់បានយើងទៅទេប្រខ្លាចវិលមកវិញមិនទាន់ក្នុងការប្រកាសគោលនយោបាយរបស់ខ្លួននៅចំពោះមុខរដ្ឋសភាក្រោយមកទៀតថាទៅទោះបីយ៉ាងណាក៏ត្រូវទៅពីព្រោះបើមិនទៅទេព្រួយបារម្ភពីកម្ពុជានឹងអាចវិប្រហារនៅលើវេទិកាពីរឿងគាត់នឹងជាអ្នកឆ្លៀនពៀនគេនឹង
ដូច្នេះឱកាសដែលត្រូវទៅលើកនេះបើប្រសិនណាជាមានប្រឈមមុខនៅក្នុងបញ្ហាច្រើនអញ្ចឹងលោកអនុทิនឆានវីរគុណឲ្យលោកសៀស័កភួងខេតកែវនេះអញ្ជើញចោះពីព្រោះទោះបីជាមិនទាន់ពេញសិទ្ធិជារដ្ឋមន្ត្រីការបរទេសពិតប្រាកដមែនក៏ប៉ុន្តែបើប្រសិនណាមានចំណោទខាងផ្លូវច្បាប់វាធូរជាងនាយករដ្ឋមន្ត្រីអនុทิនឆានវីរគុណដូច្នេះយើងឃើញថាសៀស័កភួងខេតកែវបានអញ្ជើញទៅក្នុងឋានៈខ្លួនមិនទាន់ពេញសិទ្ធិគ្រប់គ្រាន់ផងនៅក្នុងចំណុចនេះមានការអះអាងថាគាត់អាចទៅធ្វើបានក៏ប៉ុន្តែមកដល់ស្រុកវិញយើងឃើញមានការបន្ទុះសារាយពីអ្នកច្បាប់របស់ថៃមួយចំនួនបានលើកឡើងថាតើលោកសៀស័កភួងខេតកែវនេះបើមិនទាន់ពេញសិទ្ធិទេទៅថ្លែងការណ៍នៅក្នុងអង្គការសហជីវជាតិក្នុងមហាសន្និបាតលើកទី80របស់អង្គការសហជីវជាតិនឹងថ្លែងក្នុងឋានៈជាអ្វីបើមិនទាន់បានចូលថ្លែងនៅគោលនយោបាយរបស់រដ្ឋាភិបាលរបស់លោកអនុทิនចំពោះមុខរដ្ឋសភាផងចំណោទនេះបានចោទឆ្លើយស៊ីសងគ្នានៅលើបណ្ដាញសង្គមយ៉ាងច្រើនtrongចំណុចនេះយើងអាចលើកយកបញ្ហានេះមកវិភាគបន្តិចថានៅក្នុងសង្គមរបស់ថៃចាប់តាំងពីឆ្នាំ2006មកមានការបែកបាក់គ្នាអ្នកច្បាប់ផ្សេងអ្នកនិយមរដ្ឋាភិបាលផ្សេងអ្នកនិយមខាងយោធាផ្សេងការប្រេះស្រាំរបៀបនេះជាកត្តាមួយបង្ហាញថានេះហើយជាធាតុពិតរបស់ថៃមិនថមថយទេកាន់តែរីកទៅជាកត្តាមួយធ្វើឲ្យយើងឃើញថាថៃបានព្យាយាមរករឿងកម្ពុជាដើម្បីនឹងយករឿងនេះជាឱសថមួយទៅផ្សះផ្សាចំនួនផ្ទៃក្នុងរបស់ខ្លួនជាពិសេសគឺទាហានថៃហើយទាហានថៃដែលដៃដល់ខ្លាំងជាងគេគឺលោកប៊ុនស៊ីនផាត់ក្លាងដែលជាដៃស្ដាំរបស់ក្រមអ្នកនិយមជ្រុលជាតិនិយមជ្រុលរបស់ថៃនឹងពង្រីករឿងនេះរហូតជាប់មកដល់ពេលបច្ចុប្បន្ននេះគាត់ប្រើពាក្យប្រមាណជា30ប្រយោគនិយាយរំអួយត្អូញត្អែធ្ងួចធ្ងរពីការឈឺចាប់ដែលខ្លួនជាអ្នកផ្ដួចផ្ដើមជាអ្នកដៃដល់មកខ្លែងធ្វើជាអ្នករងគ្រោះនេះក្រោយពីការបញ្ចប់នេះសេចក្តីថ្លែងរបស់គាត់លោកសៀស័កភួងខេតកែវមានជំនឿថាត្រឹមត្រូវហើយខ្លួនឯងធ្វើបានល្អហើយពីព្រោះចុងបញ្ចប់នៃការថ្លែងការណ៍របស់គាត់មានការទះដៃពីសំណាក់អ្នកដែលចូលរួម193ប្រទេសនៅក្នុងវេទិកានៃមហាសន្និបាតអង្គការសហជីវជាតិក៏ប៉ុន្តែសៀស័កភួងខេតកែវមានការយល់ច្រឡំការទះដៃចុងបញ្ចប់នៃការធ្វើសេចក្តីថ្លែងការណ៍គ្រប់ទាំងអស់អ្នកដែលបានឡើងថ្លែងការណ៍សុទ្ធតែបានទទួលការទះដៃទាំងអស់នេះជាការធ្វើគម្រប់កិច្ចតែប៉ុណ្ណោះដូច្នេះសៀស័កយកចំណុចនេះមកថាខ្លួនធ្វើត្រូវប៉ុន្តែចំណុចមួយទៀតដែលសៀស័កភួងខេតកែវរដ្ឋមន្ត្រីការបរទេសថៃព្រួយបារម្ភគឺសៀស័កភួងខេតកែវត្រូវគេទះដៃថាសំមុខហើយប្រទេសដែលទៅឈ្លានពានគេខ្លែងខ្លួនធ្វើជាអ្នករងគ្រោះគ្មានទេហើយក៏គ្រប់គ្រាន់ក្នុងការបង្ហាញថាខ្លួនជាអ្នករងគ្រោះឲ្យបានច្បាស់នៅឡើយទេពីព្រោះខ្លួនឈ្លានពានកម្ពុជាប្រើអាវុធទំនើបប្រើយន្តហោះទំនើបយន្តហោះ Gripen យន្តហោះ F16 ដែលសុទ្ធតែជាយន្តហោះប្រភេទទំនើបហើយយកមកវាយប្រហារលើកម្ពុជាដែលគ្មានអ្វីក្នុងដៃមានតែកំភ្លើងធម្មតាតែប៉ុណ្ណោះដូច្នេះកម្រិតនៃការលើកឡើងរបស់លោកសៀស័កភួងខេតកែវនៅក្នុងវេទិកាអន្តរជាតិគ្មានទេហើយក៏គ្រប់គ្រាន់ថាជាអ្នករងគ្រោះទេដូច្នេះធ្វើឲ្យសហគមន៍អន្តរជាតិដែលជាអ្នកតាមដានបានងឿងឆ្ងល់ថាសៀស័កភួងខេតកែវនិយាយនេះក្រៅពីការមិនបង្ហាញពីហេតុផលច្បាស់លាស់ថាខ្លួនដែលជាប្រទេសធំដែលជាប្រទេសមានអាវុធទំនើបខ្លាចទៅជាអ្នករងគ្រោះនេះគេទទួលយកមិនបានផងដូច្នេះតើថាជាជំនះរបៀបណាជាជំនះរបៀបណាដែលលើកឡើងចំនួន30ប្រយោគនៅក្នុងការធ្វើសន្និបាតរបស់អង្គការសហជីវជាតិនៅក្នុងគណៈពេលនេះចំណុចនេះជាចំណុចមួយដែលយើងឃើញថាសៀស័កភួងខេតកែវក្រោយពីការឡើងថ្លែងការណ៍បញ្ចប់របស់រដ្ឋមន្ត្រីការបរទេសកម្ពុជាលោកប្រាក់សុខុនយើងឃើញទឹកមុខរបស់សៀស័កភួងខេតកែវមានការប្រែទឹកមុខដោយការព្រួយបារម្ភចំណុចមួយទៀតដែលសៀស័កភួងខេតកែវបានបាត់ធៀបជាអ្នកការទូតបានបាត់ធៀបជារដ្ឋមន្ត្រីការបរទេសគឺនៅពេលដែលគេថ្លែងឡើងគ្រប់វេទិកាទាំងអស់គូទំនាស់មិនដែលលើកឈ្មោះអ្នកដែលប្រជុំមុខចំទេយើងសូមសរសើរដោយអស់ពីដួងចិត្តចំពោះឯកឧត្តមរដ្ឋមន្ត្រីការបរទេសកម្ពុជាលោកប្រាក់សុខុនបានថ្លែងឡើងក្នុងឋានៈជាអ្នកដែលមានបទពិសោធន៍គ្រប់គ្រាន់ក្នុងវិស័យការទូតលោកថ្លែងថាជាប្រទេសជិតខាងលោកមិនដែល
ចោតប្រកាន់ថាថៃមិនបានទេនៅក្នុងវេទិកានេះយើងទុកមុខឲ្យនេះជាវិស័យការទូតគឺសំណាក់ធ្នាប់នៃការទូតគេធ្វើរបៀបនេះប៉ុន្តែស៊ីអាសាភូមិគិតកែវក្នុងពេលដែលឡើងថ្លែងការណ៍គឺនិយាយចោតចំមកលើកម្ពុជាថាជាអ្នកឈ្លានពានថាជាអ្នកធ្វើបាបថៃការដែលលើកចំរបៀបនេះជាការមួយបង្ហាញថាស៊ីអាសាភូមិគិតកែវដែលខ្លួនអះអាងថាដេកត្រាំនៅក្នុងការបរទេសចំនួនច្រើនឆ្នាំបានคล้ายទៅជាមនុស្សដែលបាត់បង់សណ្ដាប់ធ្នាប់ក្នុងវិស័យការទូតនៅលើឆាកអន្តរជាតិរួចបាត់ទៅហើយ